是对បងប្អូនទាំងគ្នា大家好欢迎来到学汉语视频បាទអញ្ចឹងថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងវីដេអូចែករំលែកភាសាចិនបាទអញ្ចឹងថ្ងៃនេះដែរយើងនឹងសិក្សាជាបន្តទៀតទៅកាន់ភាគទី138ដែលភាសាចិននិយាយថា第138部分អូខេអញ្ចឹងថ្ងៃនេះដែរយើងនឹងសិក្សាជាបន្តទៅកាន់វិជ្ជាករភាសាចិនបាទអញ្ចឹងវិជ្ជាកររបស់យើងថ្ងៃនេះគឺយើងនឹងសិក្សាទៅកាន់ពាក្យថាយួឡាយួបូកជាមួយនឹងគុណនាមឬក៏កិរិយាសព្ទបាទឧទាហរណ៍ដូចជាយួឡាយួកោបាទបកថាកាន់តែខ្ពស់ទៅហើយបាទហើយមួយទៀតយើងនឹងសិក្សាអំពីពាក្យថាយួបូកជាមួយនឹងកិរិយាសព្ទហើយបូកជាមួយនឹងយួបូកជាមួយនឹងគុណនាមបាទអញ្ចឹងឧទាហរណ៍បកថាឧទាហរណ៍យើងនិយាយថា越看越喜欢បាទអញ្ចឹងបកថាកាន់តែមើលកាន់តែស្រឡាញ់ឬក៏កាន់តែចូលចិត្តបាទបងប្អូនទាំងនេះអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាកាន់តែយល់ច្បាស់យើងនឹងសិក្សាជាបន្តទៅកាន់និយមន័យអូខេបងប្អូនទាំងនេះអញ្ចឹងយួសំឡេងទី4បាទយើងអានថាយួបាទឡាយសំឡេងទី2អានថាឡាយបាទយួបាទអញ្ចឹងយួឡាយយួបូកជាមួយនឹងគុណនាមឬក៏កិរិយាសព្ទបាទអញ្ចឹងគឺពេលដែលយើងប្រើបែបនេះគឺមានន័យថាយើងបកថាកាន់តែចុចទៅកាន់តែចុចទៅបាទអញ្ចឹងមានន័យថាគឺជាការបង្ហាញការផ្លាស់ប្ដូរទៅក្នុងទិសដៅឬសភាពការកាន់តែខ្លាំងឡើងបាទឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាវាយ៉ាងម៉េចវិញបាទអញ្ចឹងឧទាហរណ៍ដូចជានីយួឡាយួកោលបាទអញ្ចឹងមានន័យថាវាផ្លាស់ប្ដូរកាន់តែផ្លាស់ប្ដូរទៅកាន់តែផ្លាស់ប្ដូរទៅខ្ពស់ទៅអញ្ចឹងណាអ្នកអញ្ចឹងប្រយោគនេះយើងបកថាអ្នកកាន់តែខ្ពស់ឡើងហើយឬក៏កាន់តែខ្ពស់ទៅហើយបាទនីយួឡាយួកោលអ្នកឯងកាន់តែខ្ពស់ទៅហើយបាទអញ្ចឹងឧទាហរណ៍ទី2យើងនិយាយថា我们的钱越来越多了我们的钱越来越多了បាទអញ្ចឹងបកថាលុយរបស់ពួកយើងកាន់តែច្រើនឡើងហើយឬក៏កាន់តែច្រើនទៅហើយកាន់តែកើនទៅហើយបាទអញ្ចឹងពាក្យឧទាហរណ៍ជាបន្តយើងនិយាយថា他越来越漂亮បាទអញ្ចឹងថាបកថានាងឬគាត់បាទ越来越កាន់តែទៅហើយបាទអញ្ចឹង漂亮បកថាស្រស់ស្អាតអញ្ចឹងពាក្យថាប្រយោគថា越来越漂亮បកថានាងកាន់តែស្រស់ស្អាតខ្លាំងឡើងហើយបាទអូខេបងប្អូនទាំងនេះចូលដល់ចំណុចនេះយើងនឹងសិក្សាជាបន្តអំពីពាក្យថាយួចុចបូកជាមួយនឹងយួបូកជាមួយចុចបាទអញ្ចឹងអាកន្លែងចុចហ្នឹងគឺមានន័យថាគឺជាកិរិយាសព្ទឬក៏ជាគុណនាមបាទហើយបូកជាមួយនឹងយួបូកជាមួយនឹងចុចទៀតចុចហ្នឹងគឺមានន័យថាគុណនាមឬក៏គុណឬក៏កិរិយាសព្ទបាទអញ្ចឹងក្នុងករណីយើងប្រើបែបហ្នឹងគឺមានន័យថាយើងបកថាកាន់តែចុចកាន់តែចុចបាទអញ្ចឹងគឺជាការបង្ហាញទំនាក់ទំនងរវាងអំពើឬក៏សភាពពីរដែលកើតឡើងជាមួយគ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីឲ្យអ្នកនរគ្នាកាន់តែយល់ច្បាស់យើងមកមើលឧទាហរណ៍របស់យើងទាំងអស់គ្នាបាទអូខេអញ្ចឹងឧទាហរណ៍ទី1យើងនិយាយថា越跑越累បាទ越跑越累បកថាកាន់តែរត់កាន់តែហត់បងប្អូនទាំងគ្នាក្នុងប្រយោគនេះគឺយួបូកជាមួយនឹងកិរិយាសព្ទគឺផោបកថារត់បន្ទាប់មកយួបូកជាមួយនឹងគុណកិរិយាគឺឡៃហត់បាទចូលដល់ឧទាហរណ៍ទី2ប្រយោគរបស់យើងគឺយើងនិយាយថា越看越喜欢越看越喜欢បាទអញ្ចឹងយើងបកថាកាន់តែមើលកាន់តែចូលចិត្តឬក៏កាន់តែមើលកាន់តែស្រឡាញ់បាទអញ្ចឹងប្រយោគហ្នឹងគឺទម្រង់របស់វាគឺយួបូកជាមួយនឹងខាន់ហ្នឹងគឺជាកិរិយាសព្ទបាទដល់ពេលយួបូកជាមួយនឹងស៊ីហ៊ានបកថាចូលចិត្តបាទប្រយោគដែលជាឧទាហរណ៍ជាបន្តគឺយើងសិក្សាអំពីប្រយោគដែលយើងនិយាយថា越学越懂越学越懂បាទអញ្ចឹង越学បកថាកាន់តែរៀនឬក៏កាន់តែសិក្សា越懂កាន់តែចេះឬក៏កាន់តែយល់បាទអញ្ចឹងប្រយោគហ្នឹងគឺយើងមានន័យថាកាន់តែរៀនកាន់តែយល់ឬក៏កាន់តែរៀនកាន់តែចេះបងប្អូនទាំងនេះអញ្ចឹងមេរៀនរបស់យើងក៏បានមកដល់ទីបញ្ចប់ទៀតហើយបាទអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនទាំងនេះកុំភ្លេចយកប៊ិចឬក៏យកសៀវភៅយកមកកត់ត្រានៅពាក្យឬក៏ទម្រង់ដែលបងប្អូនគិតថាមានប្រយោជន៍ចំពោះបងប្អូនដែលអាចយកទៅសិក្សាឬក៏ស្វែងយល់ឬក៏ប្រើប្រាស់បានតាមដែលបងប្អូនអាចប្រើបានបាទអញ្ចឹងអរគុណដល់បងប្អូនទាំងគ្នាដែលតែងតែគាំទ្ររាល់វីដេអូរបស់ខ្ញុំរហូតមក
感谢大家的支持和观看，拜拜。